ទេបងប្អូនតើកាត់អញ្ចឹងឲ្យបាក់ដាច់ដោយសារដើមខាត់ណាគឺធំធំមែនតែនបងប្អូនហើយមើលនេះបងប្អូនគឺធំណាស់ដើមហ្នឹងគឺស្លោដូចមកពេលតែម្ដងហើយយើងកាត់ខាត់ណាបានរៀងធំមួយហើយបងប្អូនយើងក៏មករមើមសាច់ថៅវិញម្ដងបងប្អូននេះសាច់ថៅប៉ាក្មេងរបស់នាងខ្ញុំបងប្អូនហើយគឺដាំបានមើមល្អមែនទែនឡើងតលុកតលុនអញ្ចឹងតែម្ដងហ៎បងប្អូននិយាយទៅដីសុកប្រាំងនេះគឺដាំសាច់ថៅបានណាតែដាំបានតែខែរៀងជាក់តិចដែរទេបងប្អូនមួយខែក្តៅខ្លាំងដាំមិនបានទេហើយមើលសាច់ថៅប៉ាក្មេងរបស់នេះខ្ញុំក៏ដាំនេះបងប្អូនមានគ្រប់ពណ៌មានក្រហមមានខ្មៅមានសមានការឈូកម៉ៅអញ្ចឹងទៅឥឡូវនេះគឺយើងដកសាច់ថៅបានហើយយើងក៏រៀបចំមកផ្ទះវិញបងប្អូនយើងមករៀបចំបន្លែរបស់យើងហើយជាពិសេសគឺដើមខាត់ណានឹងតែម្ដងបងប្អូនហើយត្រូវចំណាយពេលសក់យូរណាតម្រាំតែសក់ទាំងដើមទាំងធានខាងបងប្អូនយើងសក់ដើមខាត់ណាឲ្យហើយតែបងប្អូនដើម្បីងាយស្រួលក្នុងការយកស្លអញ្ចឹងណាហើយនេះគឺគ្រឿងក្រូវនិងសាច់ដែលយើងត្រូវយកមកស្លបងប្អូនមួយដូចជាសាច់មាន់បន្លែសពូសណ្ដែកនិងបាយជ្រូកផងណាបងប្អូនហើយពីមុខនេះខ្ញុំបំពងខ្លួនឯងហ៎ហើយមិនដូចជាគេទៅហឺនិងផ្សិតហើយខ្ទឹមផងដែរហើយឡើយយើងដាក់ខ្ទះឲ្យក្តៅទៅហើយដាក់ប្រេងឆាដើម្បីឆាខ្ទឹមបងប្អូនឆាខ្ទឹមឲ្យវារាងឈ្ងុយឆ្អិនទៅយើងក៏ដាក់សាច់ចូលហើយបន្ទាប់មកយើងក៏ដាក់ពគាចំហឺចូលទៅបងប្អូនយើងឆាលេងមួយគ្នាឲ្យឈ្ងុយអញ្ចឹងណាហើយយើងក៏ដាក់ស្ករសដាក់ប្រេងខ្យងទឹកត្រីហើយអំបិលបន្តិចចូលទៅបងប្អូនហើយយើងឆាសបល់សាច់ហ្នឹងឲ្យវាចូលជាគ្នាមួយគ្រឿងក្រូវបន្តិចទៅបងប្អូនបន្ទាប់មកយើងក៏បន្ថែមជាមួយនឹងបន្លែការ៉ុតនិងសាច់ថៅចូលទៅហើយយើងក៏បន្ថែមផ្សិតខ្មៅចូលផងដែរបងប្អូនហើយក៏ដាក់ជាមួយនឹងដើមខាត់ណាចូលទៅនិងស្ពៃក្តោបចូលទៅបន្ទាប់មកយើងក៏ច្បុកច្បល់វាបន្តិចទៅយើងក៏បន្ថែមជាមួយនឹងទឹកបន្តិចទៅបងប្អូនហើយយើងគ្របទុកនឹងសិនហើយមើលខ្ទះនឹងវារៀងពេញពេកបងប្អូនណានាងខ្ញុំក៏ដូរដាក់ឆ្នាំងវិញហើយនាងខ្ញុំក៏បន្ថែមទឹកហើយទុកវាមកអំពុះទៅនាងខ្ញុំក៏បន្ថែមសពូសណ្ដែកជាមួយនឹងស្បែកឈូកផងដែរបងប្អូនហើយស្លរបស់យើងគឺបានឆ្អិនហើយយើងក៏បន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនឹងដើមជីវ៉ាន់ស៊ុយចូលទៅស្លចាប់ឆាយរបស់នាងខ្ញុំគឺឆ្អិនហើយបងប្អូនតំណងទេហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការឆ្លាញ់និងចូលចិត្តកុំភ្លេច like និង share វីដេអូរបស់នាងខ្ញុំម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយសំណាងល្អបងប្អូនទាំងអស់